នៅជីភូមិស្រែស្ងប់ស្ងាត់មានបរោះម្នាក់រស់នៅយ៉ាងសាមញ្ញដៃទេបេះដូងស្មោះត្រង់រស់ដោយក្តីសង្ឃឹមនិងក្តីស្រឡាញ់ពិតថ្ងៃមួយគេបានជួបនាងនារីស្រស់ស្អាតដូចផ្កាម្លិជាកូនអ្នកមានក្នុងវិឡាធំជាកូនអ្នកមានក្នុងវិឡាធំប៉ុន្តែបេះដូងនាងសុទ្ធដូចពន្លឺព្រះច័ន្ទគេជីកង់ចាស់កាសកាត់ផ្លូវស្រែនាងជីឡានទំនើបឆ្លងកាត់រៀងរាល់ថ្ងៃភ្នែកមួយគូបានជួបគ្នាបង្កើតស្នេហាដែលមិនអាចបំភ្លេចគេគ្មានអ្វីជាអំណោយក្រៅពីចិត្តស្មោះដែលមិនคล้ายคลายនាងមិនមើលលុយឬថ្លែងคลายនាងមិនមើលលុយឬថាឋានៈតែស្រឡាញ់គេដោយបេះដូងពិតស្នេហ៍យើងដូចរឿងនីតិអ្នកក្រុមអ្នកស្រឡាញ់កូនធីតាមិនមានមាសប្រាក់ឬវិឡាមានតែចិត្តស្មោះជូនដល់នាងទោះពិភពលោកខុសគ្នាទ្រព្យសម្បត្តិមិនអាចកំណត់ស្នេហាបើបេះដូងយើងជឿជាក់បើបេះដូងយើងជឿជាក់អ្នកក្រក៏អាចคล้ายជាព្រះអង្គក្នុងចិត្តនាងពុកម្ដាយនាងមិនពេញចិត្តថាគេក្រពេកមិនសមនឹងនាងប៉ុន្តែនាងយំប្រាប់ព្រះច័ន្ទថាស្នេហ៍ពិតមិនវៀងវាសដោយទ្រព្យសម្បត្តិគេចាប់ដៃនាងយ៉ាងទន់ភ្លន់សន្យាថានឹងខិតខំមិនបោះបង់ថ្ងៃនេះគេនៅបុណ្យបងថ្ងៃនេះគេនៅតែថ្ងៃមុខនឹងคล้ายជាអ្នកដែលស័ក្តិសមស្នេហ៍យើងដូចរឿងនីតិអ្នកក្រុមអ្នកស្រឡាញ់កូនធីតាមិនមានមាសប្រាក់ឬវិឡាមានតែចិត្តស្មោះជូនដល់នាងទោះពិភពលោកខុសគ្នាទ្រព្យសម្បត្តិមិនអាចកំណត់ស្នេហាបើបេះដូងយើងជឿជាក់បើបេះដូងយើងជឿជាក់អ្នកក្រក៏អាចคล้ายជាព្រះអង្គក្នុងចិត្តនាងចុងក្រោយពេលវេលាបានបង្ហាញថាស្នេហ៍ពិតឈ្នះគ្រប់ឧបសគ្គពីបរោះក្រសាមញ្ញម្នាក់คล้ายជាមនុស្សមានតម្លៃក្នុងបេះដូងនាងជារៀងរហូតស្នេហ៍ពិតមិនសួរថាអ្នកមានអ្វីទេតែសួរថាអ្នកស្មោះប៉ុណ្ណា